បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបគ្នាម្ដងទៀតជាមួយសាច់រឿងថ្មីបាទអញ្ចឹងក្នុងរឿងថ្ងៃនេះយើងមានរឿងថ្មីមួយរឿងចៅវៃនាយលួចស៊ីកូនចៅបាទតើសាច់រឿងយ៉ាងម៉េចបងប្អូនចូលស្ដាប់ទាំងអស់គ្នាហើយសាច់រឿងនេះគឺមានភាពលងលោចបន្តិចហើយក៏ជារឿងអប់រំល្អដែរបាទសាច់រឿងគឺផ្ដើមចេញពីលោកវិចិត្របាទវិចិត្រនេះជាថៅកែក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅទីក្រុងភ្នំពេញគាត់មានវ័យប្រហែល40ឆ្នាំមានរូបរាងមាំនិងមានអំណាចដ៏គួរឲ្យខ្លាចសម្រាប់វិចិត្រភាពជោគជ័យមិនត្រឹមតែវាស់វែងដោយទ្រព្យសម្បត្តិប៉ុណ្ណោះទេតែវាវាស់វែងដោយចំនួននៃបុគ្គលិកស្រីស្អាតៗដែលគាត់អាចគ្រប់គ្រងនិងបំពេញបានតាមតែអំពើចិត្តផងដែរមានន័យថាវិចិត្រហ្នឹងគឺគាត់ធ្លាប់បំពេញលើក្មេងស្រីៗដែលធ្វើការនៅកន្លែងរបស់គាត់ហ្នឹងណាច្រើនអ្នកមកហើយអញ្ចឹងម្នាក់ហ្នឹងគាត់ខូចដែរបាទការចាឡៃដ៏ខ្ពស់ត្រដែតរបស់គាត់ប្រៀបដូចជាទីលានប្រមាញ់បាទសម្រាប់ប្រមាញ់ស្រីៗណាដែលគាត់ចូលធ្វើការជាមួយគាត់ហ្នឹងបាទគាត់មានទម្លាប់លមោបកាមគួរឲ្យខ្ពើមតែដោយតែងតែប្រើល្បិចឬអំណាចដើម្បីបង្ខំបុគ្គលិកស្រីៗជាពិសេសអ្នកដែលទៅតែនឹងចូលធ្វើការថ្មីឬអ្នកដែលត្រូវការប្រាក់ខែខ្លាំងហើយចោះចាញ់នឹងកាមតណ្ហារបស់គាត់ដោយប្រើទឹកលុយជាចម្បងបាទអញ្ចឹងមានន័យថាគាត់មើលដែរបាទក៏មើលមនុស្សណាតំណងស៊ីបានក៏គាត់ស៊ីតែម្ដងបាទនៅពេលណាដែលមានបុគ្គលិកស្រីណាស្រស់ស្អាតប្លែកចូលមកធ្វើការមិនថាជាជំនួយការផ្ទាល់ឬក៏ជាអ្នកសម្អាតឡើយពួកគេមិនអាចគេចផុតពីខ្សែភ្នែកឃ្លាំមើលដ៏មុតស្រួចនិងការលួងលោមយ៉ាងមានល្បិចរបស់វិចិត្រឡើយគាត់តែងតែផ្ដល់ការងារបន្ថែមចុងសប្តាហ៍ឬបិទបាំងការលបួងរបស់គាត់ដោយពាក្យថាឲ្យឱកាសដំឡើងប្រាក់ខែឬក៏ឋានៈឬជាការសម្ងាត់បាទអ្នកសម្អាតវ័យក្មេងម្នាក់ឈ្មោះសុខាទើបតែចូលបម្រើការបាន6ខែសុខាជាក្មេងស្រីស្រុកស្រែដ៏ស្រស់ស្អាតប្លែករូបរាងតូចច្រឡឹងនិងមានចរិតសុភាពរាបសារនាងខិតខំធ្វើការដើម្បីផ្គត់ផ្គង់ដល់គ្រួសារនិងប្តីដែលធ្វើការសំណង់នៅជាយក្រុងវិចិត្រចាប់អារម្មណ៍សុខាតាំងពីថ្ងៃដំបូងមកម្លេះគាត់បានដាក់ផែនការយ៉ាងល្អិតល្អន់ដោយចាប់ផ្ដើមលើការសរសើរនិងផ្ដល់ប្រាក់បៀវត្សបន្ថែមដោយគ្មានមូលហេតុរហូតដល់ការកោះហៅនាងឲ្យសម្អាតបន្ទប់ការិយាល័យផ្ទាល់ខ្លួនរបស់គាត់បាទចឹងតើកែចាប់ផ្ដើមរៀបគម្រោងធ្វើស៊ីហើយនៅម៉ោងយប់ពេលដែលបុគ្គលិកដទៃទៀតចេញទៅអស់បាទសុខាមិនមែនជាមនុស្សល្ងងទេតែនាងខ្លាចបាត់បង់ការងារបាទការហៅនាងចូលក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់វិចិត្រនៅពេលដែលការិយាល័យស្ងាត់ឈឹងនោះបានធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចរហូតដល់ញ័រខ្លួនរាត្រីថ្ងៃសុក្រមួយបន្ទប់ការិយាល័យរបស់វិចិត្រពោរពេញដោយភាពត្រជាក់នៃចំហាយម៉ាស៊ីនត្រជាក់និងពន្លឺអំពូលភ្លើងពណ៌លឿងទុំដែលបង្កប់នូវអារម្មណ៍មួយដ៏ចម្លែកវិចិត្រចាក់ស្រាថ្លៃៗដាក់កាវហើយបានបង្ខំឲ្យសុខាញ៉ាំបន្តិចដោយលេសថាជាការលើកទឹកចិត្តផ្នែករបស់វិចិត្រពោរពេញដោយចំណងឃ្លានមិនមែនជាចំណងលើការងារឡើយបាទបងយល់ទេនៅពេលដែលសុខាបានដឹងច្បាស់ពីចេតនារបស់ថៅកែនាងព្យាយាមរកលេសចាកចេញប៉ុន្តែទ្វារការិយាល័យត្រូវបានចាក់កន្លឹះបាត់ទៅហើយបាទវិចិត្រប្រើអំណាចដ៏ធ្ងន់ធ្ងររបស់ខ្លួនទាំងការគំរាមការលួងលោមថាគាត់នឹងផ្ដល់លុយរាប់លានដុល្លារឲ្យនាងបើគ្រាន់តែនាងយល់ព្រមតាមសំណពររបស់គាត់ភាពលោភលន់និងការបំពេញអំណាចរបស់វិចិត្រគឺហួសពីការស្មានគាត់មិនបានគិតដល់កិត្តិយសរបស់នាងឬភាពស្មោះត្រង់ដែលនាងមានចំពោះប្តីរបស់នាងឡើយយប់នោះគឺជាសប្បន្នអាក្រក់បំផុតសម្រាប់សុខាការបំពេញផ្លូវកាយនិងផ្លូវចិត្តបានកើតឡើងក្រោមការបង្កាត់បង្ខំពីអំណាចនិងការគំរាមបងការងារសម្រាប់វិចិត្រគាត់បានចាត់ទុកទង្វើដ៏ល្មមកាមរបស់គាត់ប្រៀបដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិមួយទៀតដែលទោះបីជាគាត់បានសម្រេចតាមកាមតណ្ហាទាំងកម្រោក្តីគាត់នៅតែមិនស្កប់ស្កល់ឡើយអារម្មណ៍ខ្មាស់អៀនឈឺចាប់និងសោកខ្ពើមបានចាក់ stress ក្នុងខ្លួនរបស់សុខានាងមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាសត្វដែលត្រូវគេប្រមាញ់នៅពេលព្រឹកព្រលឹមសុខាបានចាក់ចេញពីការិយាល័យទាំងទឹកភ្នែកនិងភ័យខ្លាចរហូតដល់ស្ទើរតែដាច់ខ្យល់វិចិត្របានហុចលុយមួយដុំធំហើយគំរាម
នាងថាមិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាជាដាច់ខាតបាទមិនដូច្នោះទេគ្រួសារនាងនឹងជួបគ្រោះថ្នាក់បាទអញ្ចឹងគំរាមដល់គ្រួសារទៀតបាទបែរនឹងសាហាវសុខាបានវិលត្រឡប់ទៅផ្ទះវិញទាំងខ្លួនស្ទើរតែគ្មានកម្លាំងនាងមិនហ៊ាននិយាយអ្វីទាំងអស់រហូតដល់ប្តីនាងឈ្មោះចន្ទធូបានសម្គាល់ខេងនូវភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរចន្ទធូជាបរិសុទ្ធសាមញ្ញមានចិត្តស្មោះត្រង់និងស្រឡាញ់ភរិយាលើសពីជីវិតរបស់ខ្លួនឯងគាត់បានព្យាយាមលួងលោមភរិយាជាច្រើនម៉ោងរហូតដល់សុខាទ្រាំលែងបានក៏ស្រក់ទឹកភ្នែកសារភាពរឿងដែលថៅកែបំពេញមកលើនាងបាទចឹងរឿងរ៉ាវទាំងអស់នោះគឺនាងបានប្រាប់ប្តីរបស់នាងឲ្យដឹងហើយទីបំផុតចឹងអ្វីៗគឺមិនអាចបិទបាំងបាននោះទេថ្ងៃណាមួយគង់តែបែកការបាទចន្ទធូមិនបានសម្ដែងការខឹងសម្បារឬបន្ទោសភរិយាឡើយផ្ទុយទៅវិញគាត់បានស្ដាប់រឿងនិទានរបស់ភរិយាទាំងចិត្តក្តៅឆេះឆួលបាទពោពេញទៅដោយការចងកំហឹងបាទគាត់បានចាប់ដៃភរិយាទាំងញ័រនិងតិចរួចនិយាយទាំងសម្លេងធ្ងន់ធ្ងរថាបងដឹងថាអូនត្រូវគេបង្ខំកំហុសនេះមិនមែនជាកំហុសរបស់អូនទេសុខាអ្វីដែលសំខាន់បំផុតគឺអូនត្រូវតែមានភាពក្លាហានដើម្បីក្រោកឈរឡើងបងនឹងការពារអូនហើយនឹងរកយុត្តិធម៌ជាមួយគ្នាពាក្យសម្ដីដ៏ស្មោះត្រង់របស់ចន្ទធូបានផ្ដល់នូវកម្លាំងចិត្តនិងភាពកក់ក្ដៅដ៏អស្ចារ្យដល់សុខានាងបានដឹងថាទោះបីជាពិភពលោកខាងក្រៅត្រជាក់និងកខ្វក់យ៉ាងណាក្ដីនាងនៅតែមានទីពឹងដ៏រឹងមាំដោយសារការគ្រប់គ្រងទាំងស្រុងពីប្តីសុខាបានសម្រេចចិត្តមិនបិទបាំងរឿងដ៏ឈឺចាប់នេះតទៅទៀតឡើយពួកគេបានប្រមូលភស្តុតាងនិងរៀបចំគម្រោងដើម្បីយកភស្តុតាងបន្ថែមទៀតពីចៅហ្វាយនាយរបស់ខ្លួនទាំងលុយនិងទាំងការគម្រាមសារគម្រាមហើយបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការប្រឆាំងនឹងលោកវិចិត្រពីបទរំលោភបំពានផ្លូវភេទតាមរយៈអង្គការសប្បុរសធម៌ដែលមិនត្រូវការប្រាក់កម្រៃទីបំផុតករណីនេះបានផ្ទុះឡើងពេញប្រព័ន្ធផ្សព្វផ្សាយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវិចិត្រដែលធ្លាប់តែប្រើអំណាចនិងប្រាក់ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនពេលនេះត្រូវប្រឈមមុខនឹងកំហុសពិតប្រាកដទោះបីជាគាត់ព្យាយាមប្រើមេធាវីថ្លៃយ៉ាងណាក៏ដោយក៏ភាពស្មោះត្រង់និងភាពក្លាហានរបស់សុខានិងចន្ទធូព្រមទាំងភស្តុតាងជាក់ស្ដែងហើយនឹងមនុស្សម្នាក្នុងបណ្ដាញសង្គមមិនអាចទប់ស្កាត់នៅកម្លាំងទាំងអស់នេះបានឡើយដែលធ្វើឲ្យរឿងក្តីរបស់គាត់បានត្រូវចាញ់ដោយអ្នកទាំងពីរទទួលបានយុត្តិធម៌បាទអញ្ចឹងហើយមានថាឥឡូវវាខុសពីមុនបងប្អូនពេលខ្លះកុំប្រើអំណាចអាងលុយកាក់បាទព្រោះក្នុងបណ្ដាញសង្គមយើងអាចនឹងជួយអ្នកដែលគាត់គ្មានលុយកាក់គ្មានអំណាចបានដោយឲ្យតែយើងមានភស្តុតាងមានអ្វីច្បាស់លាស់បាទទីបំផុតតុលាការបានរកឃើញថាវិចិត្រពិតជាមានទោសពីបទរំលោភបំពានលើស្ត្រីនិងការប្រើប្រាស់អំណាចដើម្បីបង្ខិតបង្ខំមែនថាការដែលធ្លាប់តែលមោបកាមនឹងគិតថាអ្វីដែលខ្លួនអាចធ្វើបានសម្រេចតាមតែអំពើចិត្តនោះត្រូវបាត់បង់ទាំងកិត្តិយសក្រុមហ៊ុននិងសេរីភាពផ្ទាល់ខ្លួនចំណែកសុខាវិញទោះបីជាស្នាមរបួសផ្លូវចិត្តមិនងាយនឹងជាសះក៏ដោយក៏នាងនឹងចន្ទធូបានចាប់ផ្ដើមជីវិតថ្មីមួយដែលពោរពេញដោយភាពស្មោះត្រង់និងក្តីស្រឡាញ់ដ៏កក់ក្ដៅបាទអញ្ចឹងរឿងរបស់ពួកគាត់បានក្លាយជាភស្តុតាងដែលបង្ហាញថាអំណាចមិនអាចឈ្នះភាពស្មោះត្រង់និងយុត្តិធម៌បានឡើយហើយក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ប្តីប្រពន្ធគឺជាខែលការពារដ៏រឹងមាំបំផុតបាទអញ្ចឹងរឿងនេះគឺសូមចប់ប៉ុណ្ណេះហើយគឺជារឿងមួយដែលល្អសម្រាប់បងប្អូនយកទៅពិចារណាហើយក៏រឿងមួយដែលអាចនឹងមានកើតនៅក្នុងសង្គមយើងបច្ចុប្បន្នដែរបាទតែគ្រាន់តែសាច់រឿងខ្លះក៏វាអាចខុសគ្នាបន្តិចបន្តួចប៉ុន្តែមានអ្វីដែលអាចលាក់បាំងបានទេបាទបុគ្គលណាដែលសាងអំពើអីគឺតែទទួលបានផលតបស្នងមកវិញបាទយូរឆាប់តែប៉ុណ្ណោះអញ្ចឹងរឿងនេះសូមចប់ប៉ុណ្ណេះហើយអរគុណសម្រាប់ការស្ដាប់បាទសង្ឃឹមថាយើងនឹងមានរឿងថ្មីបន្តទៀតហើយកុំភ្លេចតាមដាន Channel របស់ Admin ផងបាទអរគុណច្រើន